អនុប្រធានការិយាល័យនីតិកម្មស្រុកលើកដែកនិងបពុរងការចោតប្រកាន់រួមផ្សំគំនិតនិងចាប់ក្មេងស្រីអាយុ14ឆ្នាំរំលោភរហូតបានសម្រេចត្រូវបានសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យឈ្មោះមុំសិលាដែលជាអនុប្រធានការិយាល័យនីតិកម្មដោះស្រាយវិវាទស្រុកលើកដែកនិងបពុត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃុំកំពង់ភ្នំសហការជាមួយនឹងកម្លាំងអធិការដ្ឋាននគរបាលស្រុកចាប់ឃាត់ខ្លួននៅថ្ងៃទី25ខែតុលាឆ្នាំ2022នៅក្នុងករណីរំលោភសិទ្ធិសន្តិវៈលើអាណិកជននៅភូមិអំពិលឃុំកំពង់ភ្នំស្រុកលើកដែកខេត្តកណ្ដាលជនសង្ស័យដែលត្រូវចាប់ខ្លួនទី1មានឈ្មោះមុំសិលាអាយុ35ឆ្នាំរស់នៅភូមិអំពិលឃុំកំពង់ភ្នំស្រុកលើកដែកខេត្តកណ្ដាលដែលជាអនុប្រធានការិយាល័យនីតិកម្មដោះស្រាយវិវាទស្រុកលើកដែកទី2គឺមានឈ្មោះថាអុកទីងភេទប្រុសអាយុ36ឆ្នាំជាជនជាតិវៀតណាមមុខរបរថៅកែខ្សាច់ដែលមានទីលំនៅនៅក្នុងភូមិកំពង់ចម្លងឃុំព្រែកទម្លាប់ស្រុកលើកដែកខេត្តកណ្ដាលទី3មានឈ្មោះថារតនាស្រីនៀតភេទស្រីដែលជាជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅនៅភូមិអំពើងទឹកឃុំកំពង់ភ្នំស្រុកលើកដែកខេត្តកណ្ដាលទី4មានឈ្មោះថាគុនធាភេទស្រីជាជនជាតិខ្មែរមុខរបរមិនពិតប្រាកដនៅភូមិអំពិលទឹកឃុំកំពង់ភ្នំស្រុកលើកដែកខេត្តកណ្ដាលដោយឡែកជនរងគ្រោះមានឈ្មោះថារសវភេទស្រីអាយុ14ឆ្នាំនៅភូមិអំពិលឃុំកំពង់ភ្នំស្រុកលើកដែកខេត្តកណ្ដាលបើតាមប្រភពព័ត៌មានបានឲ្យដឹងថានៅថ្ងៃទី7ខែតុលាឆ្នាំ2022ជនសង្ស័យឈ្មោះរតនាស្រីនៀតបានបបួលក្មេងស្រីរងគ្រោះទៅញ៉ាំអីជាមួយនឹងជនសង្ស័យឈ្មោះមុំសិលាដែលនៅត្រើយខាងកើតនៅក្នុងហាងផាក់ស៊ីច្រៀងខារ៉ាអូខេយីហោអមតៈនិងបានបង្ខំក្មេងស្រីរងគ្រោះឲ្យផាក់ស្រារហូតដល់ស្រវឹងជោគជាំស្រាប់តែជនសង្ស័យឈ្មោះមុំសិលាដឹកនឹងបានគៀងក្មេងស្រីរងគ្រោះចូលទៅក្នុងបន្ទប់ផ្ទះសំណាក់ដែលមានឈ្មោះថាវិសាលរាំងសីដែលនៅចំណុចភូមិអំពិលទឹកឃុំកំពង់ភ្នំស្រុកលើកដែកហើយជនសង្ស័យលមោបកាមរុកនេះក៏បានចាប់ផ្ដួលក្មេងស្រីរងគ្រោះទៅនឹងពុកនិងធ្វើសកម្មភាពរំលោភលើរូបក្មេងស្រីរងគ្រោះរហូតទាល់តែបានសម្រេចតែម្ដងប្រភពដដែលបានបន្តទៀតថានៅរយៈពេល2ទៅ3ថ្ងៃក្រោយមកជនសង្ស័យឈ្មោះមុំសិលាបានហៅទូរស័ព្ទទៅបបួលជនសង្ស័យឈ្មោះរតនាស្រីនៀតនិងក្មេងស្រីរងគ្រោះទៅផាក់ស្រាបៀរនៅហាងអមតៈដដែលហើយជនសង្ស័យដែលជាអនុប្រធានការិយាល័យនីតិកម្មដោះស្រាយវិវាទស្រុកលើកដែករូបនេះបាននាំជនរងគ្រោះបំរុងចាប់រំលោភម្ដងទៀតតែជនរងគ្រោះមិនព្រមបានរត់ទៅពួននៅក្រោមសាឡុងពេលនោះជនសង្ស័យមុំសិលាក៏ងាកទៅរកជនសង្ស័យឈ្មោះរតនាស្រីនៀតវិញហើយជនសង្ស័យរតនាស្រីនៀតក៏យល់ព្រមជាមួយនឹងជនសង្ស័យឈ្មោះមុំសិលារហូតដល់ម៉ោង3ទៀបភ្លឺទើបជនសង្ស័យឈ្មោះមុំសិលាជូនក្មេងស្រីរងគ្រោះត្រឡប់ទៅផ្ទះជនសង្ស័យឈ្មោះរតនាស្រីនៀតវិញប្រមាណជាមួយសប្តាហ៍ក្រោយមកជនសង្ស័យឈ្មោះរតនាស្រីនៀតបានបបួលក្មេងស្រីរងគ្រោះទៅភ្នំពេញដើម្បីរកការងារធ្វើប៉ុន្តែជនសង្ស័យឈ្មោះរតនាស្រីនៀតក៏បាននិយាយថាទៅហាងផាក់ស៊ីសិនទៅបន្ទាប់ពីផាក់អស់2ដបក្មេងស្រីរងគ្រោះមានអារម្មណ៍ថាវិលមុខហើយជនសង្ស័យឈ្មោះមុំសិលាក៏ជូនទៅម្ដុំរង្វង់មូលត្រើយខាងកើតដោយជនរងគ្រោះដឹងខ្លួនមើលទៅដូចជាផ្ទះសំណាក់ពេលនោះជនសង្ស័យម្នាក់ទៀតឈ្មោះតឹងបាននាំក្មេងស្រីរងគ្រោះចូលទៅក្នុងបន្ទប់ហើយនិយាយថាសុំមួយតែក្មេងស្រីរងគ្រោះមិនព្រមរួចក៏ឈ្មោះអុកតឹងដែលជាជនជាតិវៀតណាមបានចាប់បង្ខំនិងរំលោភក្មេងស្រីរងគ្រោះរហូតទាល់តែបានសម្រេចទៀតនៅក្នុងករណីនេះបើតាមលោកចាប់ច័ន្ទវិជាអភិបាលស្រុកលើកដែក
ដែលអ្នកសារព័ត៌មានយើងទទួលបានថាលោកបាននឹងកំពុងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យមន្ត្រីនគរបាលស្រុកត្រូវតែរកអ្នកពាក់ព័ន្ធទាំងអស់មិនឲ្យរួចខ្លួនជាដាច់ខាតនិងបានបញ្ជាឲ្យសមត្ថកិច្ចប្រមូលភស្តុតាងផ្សេងនៅក្នុងផ្ទះសំណាក់ដូចជាវីដេអូនិងហៅម្ចាស់ផ្ទះសំណាក់វិសារាំងសីមកសួរនាំដើម្បីដាក់បន្ទុកឲ្យបានតឹងរឹងបំផុតបើទោះបីជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកំពុងដាក់ការងឿងឆ្ងល់ថាចុះរថយន្ត2គ្រឿងទៀតម៉ាកព្រុសពាក់ស្លាកលេខភ្នំពេញ 2BK 5103និងរថយន្ត Corolla ពាក់ស្លាកលេខភ្នំពេញ 2I 2771មិនក៏មន្ត្រីជំនាញមិនបញ្ជូនជាផុសតាងនៅក្នុងរបាយការណ៍មុនពេលផ្ញើឲ្យថ្នាក់ដឹកនាំផងបាទចុះសូមបញ្ចប់នៅករណីនេះតែតំណេះសិនហើយបន្តចូលទៅសារព័ត៌មានមួយទៀតខេមចេញមកនិយាយប៉ុន្មានឃ្លាទៅកាន់បរោះលក់លៀហាលដែលមានសំនៀងដូចខ្លួនបរោះដែលលក់លៀហាលមួយរូបកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាអ្នកលេងបណ្ដាញសង្គមបន្ទាប់អំពីបរោះរូបនោះបានបកស្រាយចម្រៀងនិងមានសំនៀងស្រដៀងទៅនឹងតារាចម្រៀងខេមគេមិនទាន់ដឹងថាបរោះរូបនោះមានមូលដ្ឋាននៅទីណាឡើយប៉ុន្តែវីដេអូឃ្លីបដែលលោកបានបកស្រាយចម្រៀងនៅក្នុងពេលដែលកំពុងលក់លីហានោះត្រូវបានគេចែកចាយពេញបណ្ដាញសង្គមរហូតដល់មានអ្នកចូលទស្សនារាប់សិបម៉ឺននាក់នៅក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះបរោះលក់លីហារូបនោះបានបកស្រាយចម្រៀងដែលមានចំណងជើងថាឆារ៉ាខាំបងដែលមានទឹកដមសំនៀងស្រដៀងទៅនឹងម្ចាស់ដើមគឺតារាចម្រៀងលោកខេមយ៉ាងណាក្រោយអំពីឃើញវីដេអូបរោះនេះលោកខេមក៏បានចេញមកនិយាយលេបខាយទៅកាន់បរោះខាងលើនោះតាមរយៈសំណេរបង្ហោះនៅលើគណនី Facebook របស់លោកហើយនៅក្នុងពេលកំពុងបំពេញការងារច្រៀងរាំឲ្យបងប្អូនប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិកតារាចម្រៀងខេមបានបង្ហោះសារថាបងមកអាមេរិកមិនទាន់បានប្រហែលថ្ងៃផងប្អូនចង់ដណ្ដើមអាជីពបងទៅហើយលោកថាសង្ឃឹមពេលបងត្រឡប់ទៅវិញប្អូនបកគោលអាជីពនេះជូនបងវិញសំខាន់សក់របស់ប្អូនពិតជាពិបាករកម៉ូដបែបនេះណាអរគុណសម្រាប់ការស្រឡាញ់និងគាំទ្រជាការកត់សម្គាល់បើទោះបីជាការបង្ហោះសារលើខាងលើពីតារាចម្រៀងរូបនេះគ្រាន់តែជាការនិយាយលេងសើចក៏ដោយប៉ុន្តែតាមរយៈការ comment ពីក្រោមអ្វីដែលលោកខេមបានបង្ហោះនោះវិញគេឃើញមានមហាជនជាច្រើនលើកសរសើរនៅទឹកដមសំនៀងសំឡេងរបស់បរោះដែលលក់លៀហារូបនោះមិនត្រឹមតែប៉ុណ្ណោះក៏មានអ្នកខ្លះបានស្នើឲ្យលោកខេមជួយជ្រោមជ្រែងបរោះខាងលើនេះផងព្រោះជាមនុស្សដែលមានទេពកោសល្យលើវិស័យចម្រៀងនេះដែរនិងមានការតស៊ូនៅក្នុងមុខរបររបស់ខ្លួនគួរឲ្យសរសើរបរោះដែលលក់លៀហាលខាងលើត្រូវបានគេបង្ហើបថាលោកគឺជាអតីតអ្នកលក់ម៉ាំល្ហុងនៅក្នុងខេត្តស្វាយរៀងខណៈពេលគេក៏ធ្លាប់បានប្រទះឃើញបរោះរូបនេះលក់លៀហាលនៅម្ដុំបឹងត្របែកនៅក្នុងរាជធានីភ្នំពេញផងដែរបាទសូមបញ្ចប់នៅអត្ថបទនេះតែតំណេះសិនហើយបន្តចូលទៅអត្ថបទសារព័ត៌មានមួយទៀតសង្គ្រាមរាជធានីសម្រស់ផ្ទុះក្រោយ MGI បង្ហោះវីដេអូឌឺដងបវរកញ្ញាចក្រវាល MU កម្មវិធីប្រឡងសម្រស់ Miss Grand International ឬហៅកាត់ថា MGI កំពុងរងការរិះគន់ឥតសំចៃពីម្ចាស់គណនី IG បានបង្ហោះវីដេអូមួយដោយទម្លាក់ logo Miss Universe MU ចោលនៅក្នុងន័យឌឺដងនៅក្នុងវីដេអូដែលបង្ហោះកាលអំពីថ្ងៃប្រហ័សអក្សរ MU ត្រូវបានគេមើលឃើញព័ទ្ធជុំវិញពិភពលោកប៉ុន្តែភ្លាមអក្សរ MGI ដែលតំណាងឲ្យ Miss Grand International បានលោតមកទម្លាក់អក្សរ MU បន្ទាប់ពីនោះបវរកញ្ញា MGI ជាច្រើនបានដើរដង្ហែលើឆាកជាមួយនឹងលោកណាត់វេតខណៈខេបសិនបានបង្ហោះសារថានេះគឺជាផ្នែកមួយនៃការប្ររពខួបលើកទី10យើងបានឆ្លងកាត់រឿងរ៉ាវជាច្រើនហើយយើងនឹងបន្តរីកចម្រើនបង្កើតតំណែងប្រសើរជាងមុនពីព្រោះគឺយើងធំនិងតែមួយគត់
ភ្លាមនោះអ្នកលេងអ៊ីនធឺណិតជាច្រើនបានសម្ដែងការខកចិត្តចំពោះកម្មវិធី Miss Grand International នៅទៅនឹងកម្មវិធីបវរកញ្ញាចក្រវាលអ្នកខ្លះថែមទាំងបានកត់សម្គាល់ថាតើនេះជាការមិនគោរពដើម្បីឌឺដងគ្នាឬក៏ជាសង្គ្រាមរាជនីសម្រាប់កំពុងតែប្រជែងគ្នាហើយទន្ទឹមនឹងនេះនៅលើបណ្ដាញសង្គមអ៊ីនធឺណិតនេះវិញសង្គ្រាមរាជនីសម្រាប់បានផ្ទុះឡើងកាន់តែខ្លាំងដូចគ្នាក្រោយគេហទំព័រល្បីឈ្មោះនៅក្នុងប្រទេសថៃត្រូវបានមហាជនជាច្រើនចែករំលែកបង្ហោះមួយដែលគេអាងថាជារបស់លោក Nawed Isagrasol ដែលជាស្ថាបនិក Miss Grand Thailand និង Miss Grand International បន្ទាប់អំពីលោកបានចាក់ចេញមកជំរះមន្ទិលនៃវិវាទនោះភ្លាមស្ថាបនិករូបនេះថា MGI បានធ្វើឃ្លីបប្រឆាំងហើយនឹង logo MU ដោយសារតែនៅក្នុងឆ្នាំ2013 MU បានទៅប្តឹង MGI ដើម្បីផ្លាស់ប្ដូរនិមិត្តសញ្ញា MU ទោះបីជាកាលពីឆ្នាំ2014ក៏ដោយ MU បានប្តឹង MGI ពីបទប្រើឈ្មោះសហរដ្ឋអាមេរិកនៅក្នុងខ្សែអក្សរដើម្បីបដូរឈ្មោះពេញនិង MGI បានធ្វើនាពេលថ្មីនេះដែរបាទសូមបញ្ចប់នៅអត្ថបទនេះតែតំណេះសិនហើយបងប្អូនដែលមិនទាន់បានចុច Subscribe បាទសូមចុច Subscribe ដើម្បីទទួលបាននៅព័ត៌មានផ្សេងៗទៀតបាទសូមអរគុណនិងសូមគោរពលា